ព្រះបន្ទូលព្រះក្នុងគម្ពីរយូណាសជំពូកទី1 រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យូណាសជាកូនអមីថាយថាចូលក្រោកឡើងទៅឯនីនីវេជាទីក្រុងធំហើយស្រែកប្រកាសទោសនឹងក្រុងនោះពីព្រោះអំពើអាក្រក់របស់គេបានសាយឡើងនៅចំពោះមុខអញហើយប៉ុន្តែយូណាសលោកក្រោកឡើងរត់ទៅឯក្រុងទើស៊ីសវិញដើម្បីឲ្យរួចពីព្រះភ័ក្ត្រនៃព្រះយេហូវ៉ាគឺលោកចុះទៅដល់ក្រុងយូប៉េបានប្រទះនឹងនាវាមួយដែលរៀបចេញទៅឯក្រុងទើស៊ីសនោះលោកចេញប្រាក់ជាកម្រៃជីរួចក៏ចុះនាវានោះដើម្បីទៅឯទើស៊ីសជាមួយនឹងគេឲ្យរួចពីព្រះភ័ក្ត្រព្រះយេហូវ៉ាប៉ុន្តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំងបក់មកលើសមុទ្រដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រដោះម្លេះបានជានាវារកកលតែនឹងបែកបាក់ទៅឯពួកជើងឈ្នួលក៏ស្លុតចិត្តហើយគ្រប់គ្នាបានអំពាវនាវដល់ព្រះរបស់ខ្លួនគេបានបោះទំនិញទាំងប៉ុន្មានដែលនៅក្នុងនាវាចោលទៅក្នុងសមុទ្រដើម្បីនឹងធ្វើឲ្យនាវាបានស្រាលឡើងឯយូណាសលោកបានចុះទៅដេកនៅខាងក្នុងនាវាហើយក៏លក់ស៊ុបទៅដូច្នេះនាយនាវាក៏មកឯលោកសួរថាមនាលអ្នកទ្រមុខអើយអ្នកធ្វើអ្វីដូច្នេះចូលក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅក្រែងទ្រង់នឹងនឹកចាំពីយើងដើម្បីមិនឲ្យយើងត្រូវពីនេះឡើយរួចគេជំនុំគ្នាថាចូលយើងចាប់ឆ្នោតឲ្យបានដឹងជាអាក្រក់នេះកើតដល់យើងដោយព្រោះអ្នកណាដូច្នេះគេក៏នាំគ្នាចាប់ឆ្នោតហើយឆ្នោតនោះត្រូវលើយូណាសរួចគេសួរពីដំណើរលោកថាចូលប្រាប់យើងតើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើងតើអ្នករកស៊ីធ្វើការអីហើយមកពីណាតើអ្នកនៅស្រុកណាហើយជាសាសអីនោះលោកប្រាប់គេថាខ្ញុំជាសាសហេប្រឺហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ដែលទ្រង់បានបង្កើតសមុទ្រនិងដីគោកផងដូច្នេះគេមានសេចក្តីស្ងាញ់ខ្លាចក្រៃលែងហើយក៏សួរលោកថាតើអ្នកបានធ្វើអ្វីដូច្នេះត្បិតបណ្ដាអ្នកនោះបានដឹងថាលោកកំពុងរត់គេចពីព្រះភ័ក្ត្រព្រះយេហូវ៉ាពីព្រោះលោកបានប្រាប់គេហើយរួចគេសួរលោកថាដូច្នេះតើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នកដើម្បីឲ្យសមុទ្រស្ងប់វិញត្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើងលោកប្រាប់គេថាចូលចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះនោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយត្បិតខ្ញុំដឹងថាខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯងប៉ុន្តែគេនាំគ្នាខំចែវឲ្យបានវិលត្រឡប់ទៅឯចឹងវិញតែមិនបានទេត្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើងទាស់នឹងគេដូច្នេះគេក៏អំពាវនាវដល់ព្រះយេហូវ៉ាអោព្រះយេហូវ៉ាអើយយើងខ្ញុំសូមអង្វរដល់ទ្រង់សូមកុំឲ្យយើងខ្ញុំរកគ្នាទៅវិនិច្ឆ័យដោយព្រោះជីវិតមនុស្សនេះឡើយក៏កុំឲ្យទម្លាក់ទោសជាកំចាយឈាមឥតទោសមកលើយើងខ្ញុំរកគ្នាដែរត្បិតអោព្រះយេហូវ៉ាអើយទ្រង់បានសម្រេចការតាមដែលគប់ព្រះハរតីទ្រង់គេក៏ចាប់យូណាសបោះទៅក្នុងសមុទ្ររួចសមុទ្រក៏ស្ងប់ទៅដូច្នេះមនុស្សទាំងនោះគេកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែងហើយក៏ថ្វាយយ៉ាញ់បូជាដល់ព្រះយេហូវ៉ាព្រមទាំងបន់បំណន់ផង